បាទសូមជម្រាបសួរដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ជាទីគោរពស្រឡាញ់បងប្អូនសិស្សនិស្សិតទាំងអស់ជាទីរាប់អានហើយនិងបងប្អូនដែលបាន Subscribe Channel របស់ខ្ញុំជាទីនឹករលឹកថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយទៀតដើម្បីបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹង Service ហើយនិង Customer Service បាទថាតើService ដែលយើងហៅថាសេវាកម្មវាមានលក្ខណៈខុសប្លែកឬក៏ខុសគ្នាយ៉ាងដូចម្ដេចទៅនឹង customer service ដែលយើងហៅថាសេវាកម្មអតិថិជនអញ្ចឹងបងប្អូនយើងមួយចំនួនអាចនឹងមានការយល់ច្រឡំពាក់ព័ន្ធជាមួយនឹង service ហើយនឹង customer service នេះបាទសេវាកម្មហើយនឹងសេវាកម្មអតិថិជនជាការពិតតាក់ទងទៅនឹង service និង customer service គឺវាញែកដាច់ពីគ្នាក៏ប៉ុន្តែនៅក្នុងអង្គភាពអាជីវកម្មមួយនៅក្នុងការអនុវត្តគឺត្រូវភ្ជាប់គ្នាទៅនឹងសេវាកម្មដែលយើងត្រូវបម្រើឬក៏ផ្ដល់ទៅឲ្យអតិថិជនរបស់យើងបាទអញ្ចឹងទេខ្ញុំសូមបង្ហាញបងប្អូនតាក់ទងជាមួយនឹងសេវាកម្មដែលយើងហៅថា service នេះបាទអញ្ចឹងសេវាកម្មឬក៏ service នេះគឺមានន័យថាជាអំពើឬក៏ជាទង្វើឬក៏ជាសកម្មភាពទាំងឡាយដែលយើងធ្វើវាឡើងហើយយើងសម្ដែងវាឡើងដើម្បីបម្រើឬក៏ផ្ដល់ទៅឲ្យអតិថិជនរបស់យើងឧទាហរណ៍ថាអាជីវកម្មសេវាកម្មដឹកជញ្ជូនអ្នកដំណើរអញ្ចឹងគឺយើងត្រូវតែផ្ដល់សេវាកម្មជាចម្បងរបស់យើងនោះគឺដឹកជញ្ជូនអ្នកដំណើរពីកន្លែងមួយទៅកន្លែងមួយបាទដោយធ្វើការដឹកជញ្ជូនឬក៏យើងហៅថាការជូនដំណើរពួកគាត់ពីកន្លែងមួយទៅកន្លែងមួយឲ្យមានសុវត្ថិភាពបាទផាសុកភាពនៅក្នុងការធ្វើដំណើរបាទនៅក្នុងការធ្វើដំណើរបាទនេះគឺជាសេវាកម្មដែលយើងត្រូវស្ដែងឡើងឬក៏ជាទង្វើឬក៏ជាអំពើដែលយើងត្រូវធ្វើនៅក្នុងការផ្ដល់ទៅឲ្យអតិថិជនរបស់យើងឲ្យបានល្អប្រសើរបាទចុះសួរថាអ្វីទៅជា customer service បាទ customer service គឺជាសេវាកម្មដែលក្រុមហ៊ុនត្រូវផ្ដល់ជូនទៅឲ្យអតិថិជនបន្ថែមដើម្បីជួយគាំទ្របាទសេវាកម្មដើម្បីជួយគាំទ្រទៅដល់សេវាកម្មស្នូលរបស់ក្រុមហ៊ុនបាទជួយគាំទ្រដល់សេវាកម្មស្នូលរបស់ក្រុមហ៊ុនដើម្បីឲ្យសេវាកម្មដែលក្រុមហ៊ុនផ្ដល់អតិថិជននោះកាន់តែមានតម្លៃពិសេសវិសាលថែមទៀតកាន់តែអាចបំពេញនៅតម្រូវការរបស់អតិថិជនរបស់យើងបន្ថែមទៀតនៅពេលដែលអតិថិជនរបស់យើងបានទទួលយកនៅសេវាកម្មរបស់យើងហើយគាត់មានការសប្បាយរីករាយនិងពេញចិត្តហើយអាចនឹងបន្តប្រើប្រាស់នៅសេវាកម្មរបស់យើងបន្ថែមលើក្រោយទៀតបាទហើយពួកគាត់ក៏អាចជួយផ្សព្វផ្សាយពីសេវាកម្មរបស់យើងទៅកាន់អ្នកដទៃបន្ថែមទៀតផងដែរដើម្បីឲ្យមកទទួលនៅសេវាកម្មរបស់យើងបន្ថែមទៀតបាទនេះដោយសារតែអ្វីដែលយើងបានផ្ដល់បន្ថែមទៅលើសេវាកម្មរបស់យើងដូច្នេះ customer service នេះមានដូចជាអីបាទ customer service គឺយើងអាចជាការផ្ដល់សេវាកម្មបន្ថែមទៅលើសេវាកម្មរបស់យើងដូចជាសេវាកម្មដឹកជញ្ជូននេះគឺយើងអាចបន្ថែមជាសេវាកម្មរៀបចំទុកដាក់ធានាបាននៅទំនិញឬក៏របស់របររបស់គាត់មានអារម្មណ៍ថាជិះឬក៏ប្រើប្រាស់សេវាកម្មរបស់យើងនេះគឺមានសុវត្ថិភាពបាទសុវត្ថិភាពទាំងការបើកបរបាទភាពរួសរាយរាក់ទាក់នៃអតិថិជនរបស់យើងមានបញ្ហាគឺមានការដោះស្រាយជូនពួកគាត់បានល្អប្រសើរបាទបំពេញចិត្តរបស់គាត់បានល្អប្រសើរបាទតកង់ឡានក៏អាចថាជាសេវាកម្មមួយបន្ថែមទៀតដែលអាចចូលរួមនៅក្នុងការផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរដោយផាសុកភាពគឺគាត់មានក្រមសីលធម៌ល្អបាទរួសរាយរាក់ទាក់បម្រើជូនអតិថិជនឲ្យបានពេញចិត្តនេះសិតតែជាសេវាកម្ម
ដែលក្រុមហ៊ុនត្រូវរៀបចំត្រូវធ្វើដើម្បីផ្ដល់ឲ្យអតិថិជនលើសពីអ្វីដែលពួកគាត់បានមកទទួលនៅសេវាកម្មធ្វើដំណើរជាមួយនឹងក្រុមហ៊ុនផងដែរបាទបន្ថែមពីនោះដែរខ្ញុំអាចនឹងលើកឧទាហរណ៍បន្ថែមដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់បន្ថែមទៀតបាទដូចជាយើងទៅទទួលយកសេវាកម្មពិនិត្យពិគ្រោះយោបល់ផ្នែកសុខភាពបាទអញ្ចឹងសេវាកម្មដែលលោកគ្រូពេទ្យបានផ្ដល់ឲ្យយើងទៅលើការពិនិត្យវិនិច្ឆ័យនិងពិគ្រោះអំពីជំងឺរបស់យើងនោះហើយគឺជាអ្វីដែលលោកគ្រូពេទ្យផ្ដល់ឲ្យលើសពីនោះទៅទៀតដែលយើងហៅថាពាក់ព័ន្ធទៅនឹង customer service នេះគឺការរៀបចំទទួលរាក់ទាក់បងប្អូនជើញទៅដល់គឺមាន receptionist គាត់រួសរាយរាក់ទាក់ស្វាគមន៍ហើយមានសេវាកម្មចុះឈ្មោះបាទមានន័យថាមានប្រព័ន្ធនៃការចុះឈ្មោះល្អប្រសើរដែលអាចថាទៅលើកក្រោយទៀតគឺយើងគ្រាន់តែបង្ហាញឈ្មោះឬក៏លេខទូរស័ព្ទគាត់អាចនឹងឆែកឃើញភ្លាមថាយើងជាអតិថិជនណាបាទធ្លាប់មកជួបប្រហែលដងមានអាការៈជំងឺបែបណាអីបែបណានោះហើយគឺជាប្រព័ន្ធនៃការចុះឈ្មោះមួយដែលជួយសម្រួលទៅដល់ការទៅទទួលយកសេវាកម្មពិគ្រោះយោបល់ផ្នែកសុខភាពជាមួយនឹងលោកគ្រូពេទ្យទៀតសោតគឺការអង្គុយរងចាំបាទគឺមានសេវាកម្មបម្រើជូនបងប្អូននៅពេលដែលបងប្អូនកំពុងរងចាំលោកគ្រូបាទមានការមានតពិសាមានបាទទូរទស្សន៍ឬក៏ជាឯកសារសុខភាពមួយចំនួនដើម្បីយើងអង្គុយរងចាំយើងបានអានដូចជាស្លាកសញ្ញាមួយចំនួនដែលអាចថាជាការហាម5មិនឲ្យអ្នកជំងឺផ្សេងទៀតគាត់មានការជក់បារីឬក៏និយាយលឺនេះហើយគឺជាអ្វីដែលធ្វើឲ្យយើងមានផាសុខភាពនៅក្នុងពេលដែលយើងទៅទទួលយកសេវាកម្មកន្លែងនោះបាទឃើញថាមិនតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹងបន្ទប់រងចាំបាទការប្រើប្រាស់នៅការរៀបចំនិងការប្រើប្រាស់នៅបន្ទប់នោះគឺមានផាសុកភាពបន្ទប់ទឹកក៏ស្អាតបាទមានការរៀបចំបានល្អប្រសើរនិងរួសរាយរាក់ទាក់ពី receptionist របស់យើងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលកន្លែងពិគ្រោះយោបល់ផ្នែកសុខភាពដែលផ្ដល់ជូនមួយទៀតក៏ដូចជាបងប្អូនអាចស្វែងយល់អំពីសេវាកម្មអតិថិជនរាល់ពេលដែលបងប្អូនប្រើប្រាស់នៅទូរស័ព្ទនៅពេលដែលមានបញ្ហាគឺយើងតែងតែទូរស័ព្ទទៅគេហៅថា customer service បាទគឺសេវាកម្មអតិថិជនដែលចាំទទួលសេវាកម្មរបស់អតិថិជន24ម៉ោងលើ24ម៉ោងរាល់បញ្ហាដែលបងប្អូនជួបប្រទះដូចជាការប្រើប្រាស់ឬក៏ការទំនាក់ទំនងទូរស័ព្ទដែលរអាក់រអួលមានបញ្ហាអីមួយឬក៏យើងមានបញ្ហាបញ្ចូលមិនចូលជាដើមទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនផ្ដល់ឲ្យលើសពីសេវាកម្មនៃប្រព័ន្ធទូរស័ព្ទនៅក្នុងការផ្សាយតាក់ទងទំនាក់ទំនងនៅក្នុងសេវាកម្មរបស់ក្រុមហ៊ុនផ្ដល់ឲ្យក្នុងនេះខ្ញុំចង់បង្ហាញបងប្អូនបន្ថែមទៀតទៅលើអ្វីដែលខ្ញុំបានលើកមកខាងលើតាក់ទងជាមួយនឹងអាជីវកម្មលក់កាហ្វេបាទអញ្ចឹងអាជីវកម្មលក់កាហ្វេនេះគឺជាអាជីវកម្មសេវាកម្មដែលបងប្អូនត្រូវស្វែងយល់ការលក់កាហ្វេលក់បាយលក់កាទៀវលក់អីនេះគឺជាសេវាកម្មទេបងប្អូនកុំច្រឡំបាទមិនមែនជាការលក់ផលិតផលឬក៏យើងហៅថាជាទំនិញទេអញ្ចឹងលក់បាយលក់កាទៀវលក់កាហ្វេនេះគឺជាសេវាកម្មទេបាទពីព្រោះអីកាទៀវបាយកាហ្វេទាំងអស់នេះគឺវាមិនមែនជាអ្វីដែលគេធ្វើដើម្បីទុករងចាំយើងមកទិញដូចទំនិញទេបាទតើតែយើងទៅញ៉ាំបានគេចាប់ដើមធ្វើឲ្យយើងញ៉ាំបាទនេះដោយសារតែរឿងអញ្ចឹងបានវាពាក់ព័ន្ធជាមួយនឹងវាជាសេវាកម្មហើយម្យ៉ាងទៀតគឺវាមិនមានលក្ខណៈស្តង់ដារទេអញ្ចឹងជាក់ស្ដែងដូចកាហ្វេមួយកែវដូចជា cappuccino បើសិនជាអ្នកចង់10នាក់គឺប្រកាសជាខុសគ្នាទាំង10អញ្ចឹងមានន័យថាมันមានលក្ខណៈស្តង់ដារទេ100គឺខុសគ្នាទាំង100បាទឬក៏អាចថាស្រៀងប្រហែលគ្នាទេគឺមិនដូចគ្នាទេបាទតែបើទំនិញគឺមួយគឺដូចគ្នាទាំងអស់ផលិតចេញមកមួយហ្នឹងគឺបន្តគឺដូចគ្នាទាំងអស់ហ្នឹងគេស្តង់ដារអញ្ចឹងនៅក្នុងអាជីវកម្មកាហ្វេគឺនៅកន្លែងហាងលក់កាហ្វេដែលមានកាហ្វេហ្នឹងហើយគឺជាសេវាកម្មដែលយើងទៅទទួលមានន័យថាយើងទៅញ៉ាំកាហ្វេនៅកន្លែងនោះវាឆ្ងាញ់ដោយសារតែ
អ្នកធ្វើអ្នកឆុងបាទគាត់ធ្វើឆ្ងាញ់បាទហើយផ្ដល់នូវរសជាតិកាហ្វេដែលមានរសជាតិឆ្ងាញ់ឈ្ងុយឆ្ងាញ់បាទហើយបន្ថែមពីហ្នឹងដើម្បីឲ្យកាហ្វេរបស់ខ្លួនកាន់តែលក់ដាច់ថែមទៀតនោះគឺគេបន្ថែមឬក៏គេធ្វើនៅសេវាកម្មអតិថិជនបាទដែលយើងហៅថាជាសេវាកម្មដើម្បីជួយគាំទ្រទៅដល់សេវាកម្មស្នូលរបស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងទៅញ៉ាំកាហ្វេនៅកន្លែងនោះមិនត្រឹមតែយើងបានកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណឹងទេគឺយើងមានកន្លែងអង្គុយញ៉ាំកាហ្វេដោយមានផាសុកភាពបាទខ្ញុំប្រើពាក្យថាផាសុកភាពនេះគឺមានន័យថាអង្គុយញ៉ាំកាហ្វេនៅកន្លែងដែលលើកៅអីសាឡុងទន់ល្មើយបាទមានម៉ាស៊ីនត្រជាក់បាទអត់មានដីហុយបាទចូលកាហ្វេយើងឬក៏ហុយដីហុយអីបាទធ្វើឲ្យអារម្មណ៍យើងវាមិនល្អអាហ្នឹងគេហៅថាផាសុខភាពអញ្ចឹងគឺនៅកន្លែងនោះគឺមានម៉ាស៊ីនត្រជាក់គេមានតុមានសាឡុងអង្គុយដើម្បីតាក់ទាញយើងឲ្យយើងចង់ទៅញ៉ាំកាហ្វេនៅកន្លែងនោះបាទថែមពីហ្នឹងទេគឺមានអីបាទមានបន្ទប់ទឹកស្អាតបាទដែលយើងអាចប្រើប្រាស់ដោយអនាម័យនិងផាសុកភាពនេះដែរហើយយើងអាចអង្គុយទៅជែកគ្នាបាទយើងអាចពិភាក្សាការងារអីផ្សេងជាដើមបាទទាំងអស់នេះគឺជាសេវាកម្មដែលគេបានរួមបញ្ចូលដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនគាត់ពេញចិត្តបាទគាត់ទទួលបាននៅអារម្មណ៍គេថាសុខស្រួលឬក៏ទទួលបាននៅភាពផាសុកភាពនៅពេលដែលទៅញ៉ាំកាហ្វេនៅកន្លែងនោះដូច្នេះទាំងអស់នេះគឺជាអ្វីដែលធ្វើឲ្យយើងតែងទៅញ៉ាំកាហ្វេនៅកន្លែងនោះដោយសារតែគេមានសេវាកម្មជួយគាំទ្រទៅដល់ការលក់កាហ្វេរបស់គេដើម្បីទាក់ទាញអតិថិជនឬក៏ដូចជាយើងនឹងបានទៅញ៉ាំនៅកន្លែងគេច្រើនដូច្នេះបងប្អូនទៅគិតថានៅពេលដែលមានសេវាកម្មមួយដែលជាសេវាកម្មស្នូលបាទឬក៏អាចថាជាផលិតផលស្នូលរបស់យើងគឺយើងត្រូវតែបន្ថែមនៅសេវាកម្មអតិថិជនបន្ថែមទៀតដើម្បីជួយគាំទ្រដល់ការលក់របស់យើងឲ្យបានកាន់តែច្រើនបន្ថែមទៀតតាក់ទាញអតិថិជនឲ្យបានច្រើនបន្ថែមទៀតដែរបាទអញ្ចឹងនេះគឺជា customer service ដែលបងប្អូនត្រូវតែប្រើប្រាស់និងធ្វើវាបាទហើយដូចខ្ញុំបានបញ្ជាក់នៅដើមវីដេអូអញ្ចឹងគឺថាservice ហើយនិង customer service នេះគឺវាមានភាពខុសគ្នាក៏ប៉ុន្តែបងប្អូនត្រូវតែប្រើប្រាស់ឬក៏ធ្វើវាដោយភ្ជាប់ជាមួយគ្នាមិនអាចផ្ដាច់បានទេបាទនេះបើសិនជាយើងនិយាយអំពីសេវាកម្មដែលជាសេវាកម្មស្នូលរបស់យើងមួយហើយក៏ប៉ុន្តែយើងត្រូវតែមាន customer service បន្ថែមទៀតដើម្បីជួយគាំទ្រទៅដល់សេវាកម្មស្នូលរបស់យើងបាទនេះសម្រាប់សេវាកម្មហើយបើសិនជាយើងនិយាយអំពីអាជីវកម្មលក់ទំនិញទៅវិញទៀតគឺរឹតតែមិនអាចផ្ដាច់បានទៅទៀតអំពី customer service នេះបាទអំពីសេវាកម្មហ្នឹងគឺយើងមិនអាចផ្ដាច់បាននេះគឺត្រូវតែមានសេវាកម្មទៅជាមួយតែម្ដងបាទចំពោះការលក់ទំនិញដែលយើងអាចនិយាយថាសេវាកម្មមុនពេលទិញបាទសេវាកម្មពេលទិញនិងក្រោយពេលទិញអញ្ចឹងបងប្អូនឃើញនៅពេលដែលបងប្អូនទៅទិញទំនិញយើងអត់ទាន់ទិញទេក៏ប៉ុន្តែបុគ្គលិករបស់ក្រុមហ៊ុនគាត់ធ្វើការរួរាយទទួលស្វាគមន៍រួរាយរាក់ទាក់មកយើងមកកាន់យើងបាទហើយនាំយើងទៅបង្ហាញអំពីផលិតផលផ្សេងណែនាំប្រាប់ពីផលិតផលទាំងអស់នោះវាមានលក្ខណៈពិសេសបែបណាអត្ថប្រយោជន៍យ៉ាងម៉េចអីយ៉ាងម៉េចវាមានមុខងារវាប្រើប្រាស់បែបណាអានេះហើយគឺជាសេវាកម្មមុនពេលទិញបាទហើយនៅពេលដែលបងប្អូនយល់ហើយនឹងចាប់អារម្មណ៍ហើយនឹងទិញផលិតផលនោះគឺគេបានបង្ហាញបងប្អូនអំពីរបៀបនៃការប្រើប្រាស់របៀបនៃការដំឡើងឬក៏អាចនឹងទៅដំឡើងទៅដល់ផ្ទះបងប្អូនបន្ថែមទៀតដឹកជញ្ជូនបងប្អូនបន្ថែមទៀតបាទទាំងអស់នេះគឺជាសេវាកម្មពេលទិញហើយនឹងសេវាកម្មក្រោយពេលទិញគឺគេមាន maintenance បាទថែរក្សាថែទាំជួសជុលបាទធានារយៈពេលក្រោយពីការប្រើប្រាស់បើសិនជាមានបញ្ហាផ្សេងបាទក្រុមហ៊ុនអាចនឹងមានការជួសជុលរៀបចំតម្លើងឬក៏បដូរថ្មីជូនបងប្អូនបាទហ្នឹងគឺជាសេវាកម្មក្រោយពេលទិញដូច្នេះហើយ service និង customer service វាមានអត្ថន័យផ្សេងគ្នាហើយបងប្អូនយល់អំពីអត្ថន័យរបស់វាក៏ប៉ុន្តែបងប្អូនត្រូវតែប្រើប្រាស់វាជាមួយគ្នាបាទដើម្បីជួយគ្រប់គ្រងដល់សេវាកម្មស្នូលឬក៏ផលិតផលស្នូលរបស់យើងដើម្បីឲ្យការលក់ផលិតផលរបស់យើងឬជាសេវាកម្មរបស់យើងកាន់តែដាច់
កាន់តែមានអតិថិជនគាំទ្រនៅលើទីផ្សារបន្ថែមទៀតដែរបាទអញ្ចឹងទេយើងត្រូវប្រើប្រាស់ជាមួយគ្នាបាទភ្ជាប់គ្នាបាទហើយអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្នេះហើយបងប្អូនដែលអត់ទាន់បាន Subscribe សូមជួយ Subscribe ហើយនឹងចុចរូបកណ្ដឹងដើម្បីបានទទួលនៅវីដេអូថ្មីៗបន្ថែមទៀតដែលពាក់ព័ន្ធទៅនឹងការធ្វើទីផ្សារហើយនឹងអាជីវកម្មនេះដែរបាទអញ្ចឹងខ្ញុំមានវីដេអូបង្ហាញបងប្អូនប៉ុណ្នេះសូមអរគុណបាទសូមជម្រាបលាបាទសុខសប្បាយទាំងអស់គ្នាបាទសូមអរគុណ